bàព័ត៌មានពិស្ដារទី1នេះគឺបើយោងតាមការបង្ហោះតាមបណ្ដាញសង្គមរបស់លោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាគឺបាទលោកបានបញ្ចេញសារដែលអំពាវនាវទៅដល់មហាជនថ្លែងអំណរគុណមហាជនក៏ដូចជាស្ថាប័ននានាដែលបាទសហការគ្នាក្នុងពេលដែលប្រទេសកម្ពុជាកំពុងតែជួបប្រទះបាទឬក៏បានឆ្លងកាត់នៅស្ថានភាពលំបាកដែលមានបញ្ហាចំនួនជាមួយនឹងប្រទេសថៃនេះហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងគឺនៅក្នុងសាររបស់លោកហ៊ុនម៉ាណែតគឺលោកបានបញ្ជាក់អំពីការបដិញ្ញាចិត្តរបស់ខាងរដ្ឋាភិបាលកម្ពុជាទៅលើផ្នែកសន្តិសុខនិងសណ្ដាប់ធ្នាប់សង្គមដែលលោកបានបញ្ជាក់ថាគឺបញ្ហានេះហើយនឹងការប្រយុទ្ធប្រឆាំងនឹងអ ுக ្រិតកម្មគឺជាអតិភិបមួយនៃបាទគោលនយោបាយរបស់រដ្ឋាភិបាលរបស់លោកហើយធ្វើយ៉ាងណាដើម្បីធានាដល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋហើយក៏មានការបញ្ជាក់របស់លោកអំពីការបញ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងអ ுக ្រិតកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបាទដែលជាចំណុចសំខាន់ដែលលោកថានេះជាចំណុចអតិភិបរបស់រដ្ឋាភិបាលលោកហើយគឺលោកយល់ថានេះគឺជាបញ្ហាមួយគ្រោះថ្នាក់ចំពោះសង្គមបាទហើយមិនមែនជារឿងមួយដែលបាទតែធ្វើថ្មីនេះគឺបានន័យថាជាគោលនយោបាយរបស់រដ្ឋាភិបាលលោកហើយបានចាត់ការក្នុងពេលកន្លងមកបានសម្រេចលទ្ធផលជាវិជ្ជមាននឹងច្រើនផងដែរបាទដែលលោកបានបញ្ជាក់ថាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្នុងការកំណត់ថាការប្រយុទ្ធប្រឆាំងនឹងអ ுக ្រិតកម្មគឺជាកិច្ចការអធិភាពក្នុងរបៀបវិរៈនយោបាយរបស់ខ្លួនគឺពុំមែនជាការចែកដល់ឡើយហើយការដាក់ចេញនៅវិធានការមើងម៉ាត់និងមុតស្រួចជាបន្តបន្ទាប់លើអ ுக ្រិតកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមកគឺជាសក្ខីកម្មមួយនៃការអនុវត្តការបញ្ញាចិត្តខាងនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនិងអ ுக ្រិតកម្មឆ្លងដែនមួយនេះដែលជាក្តីកង្វល់រួមរបស់តំបន់របស់កម្ពុជាតំបន់និងពិភពលោកបាទដូច្នេះសម្រាប់ខ្ញុំដែលជាអ្នកនៅខាងក្រៅនេះគឺមើលឃើញថាតកតនឹងបញ្ហា scam online នេះគឺខាងរដ្ឋាភិបាលកម្ពុជាបាទមានការបដិញ្ញាចិត្តតាំងពីថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលរហូតដល់មន្ត្រីអនុវត្តហ្នឹងគឺបានខិតខំប្រឹងប្រែងបាទនេះជាចំណុចមួយដែលខាងអន្តរជាតិគាត់មើលឃើញចឹងដែរមកគាត់មើលឃើញអំពីការបដិញ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាហើយការអនុវត្តគឺមានជាបន្តបន្ទាប់ដែរខុសពីនៅក្នុងបណ្ដាប្រទេសមួយចំនួនដែលការនិយាយមិនបាននិយាយថែមទាំងពេលដែលសហរដ្ឋអាមេរិកបង្ហាញនៅបញ្ហាអ្វីទៅគឺបែរជានិយាយផ្កើនមកវិញបាទអញ្ចឹងដូច្នេះនេះគឺជាការវិវត្តមួយដែលខាងអន្តរជាតិក៏គេចាប់អារម្មណ៍បាទជានេះជាបញ្ហាចំណុចទី1នៅក្នុងរឿងទី1នេះហើយចំណុចទី2នៅក្នុងរឿងនេះគឺតាមរយៈអ្នកនាំពាក្យរបស់ក្រសួងការពារជាតិរបស់កម្ពុជានោះគឺបានបញ្ជាក់ថាកម្ពុជាបាននៅបន្តសហការជាមួយនឹងខាង AOT ហើយបានជួយសម្របសម្រួលរបស់ដល់ក្រមការងារសង្កេតការរបស់អាស៊ានហ្នឹងឲ្យបានទៅមើលនៅកន្លែងដែលបាទដែលមានបញ្ហាមួយចំនួនបាទមួយចំនួនគឺបាទបាទសូមអធិស្ឋានមកផ្លែតបាទបញ្ហាមួយចំនួនកន្លែងមួយចំនួនគឺមានចំនួន6បាទ6កន្លែងដែលកម្ពុជាបានសម្របសម្រួលឲ្យខាងក្រុម AOT ទៅពិនិត្យក្រោយពីបទចុះបញ្ចូលជាធរមាននេះគឺចាប់តាំងពីថ្ងៃទី4ខែមករាមកគឺមានការចុះសង្កេតជាបន្តបន្ទាប់ដែលតាមអ្នកនាំពាក្យរបស់ក្រសួងការពារជាតិរបស់កម្ពុជានោះគឺបាននាំទៅមើលគឺនៅមានស្ពានអូជីកដែលថៃគាត់ទម្លាក់ក្របហ្នឹងណាបាទស្ថិតនៅក្នុងភូមិសាស្ត្ររវាងស្រុកចុងកាល់ខេត្តឧត្តរមានជ័យនិងព្រំប្រទល់ស្រុកស្រីឆ្នំខេត្តសៀមរាបបាទកន្លែងហ្នឹងបានទៅមើលហើយក៏មានការទៅពិនិត្យមើលលើច្រកទ្វារព្រំដែនអន្តរជាតិជាំដែលស្ថិតនៅក្នុងស្រុកអន្លង់វែងខេត្តបន្ទាយមានជ័យខេត្តឧត្តរមានជ័យហើយក៏មានការទៅមើលទៅនៅតំបន់ភូមិព្រៃច័ន្ទនិងភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យហើយក៏មានការទៅមើលនៅតំបន់ច្រកទ្វារព្រំដែនជាតិអន្តរជាតិអូស្មាច់ស្ថិតនៅក្នុងសង្កាត់អូស្មាច់ស្រុកសំរោងខេត្តឧត្តរមានជ័យហើយនៅថ្ងៃទី10គឺបានទៅមើលតំបន់បឹងត្រកួនស្ថិតនៅក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យបាទជាមួយគ្នាហ្នឹងគឺខាងសង្កេតការអាស៊ានហ្នឹងក៏បានចុះសង្កេតការនៅសួរសុខទុក្ខជនភៀសសឹករបស់កម្ពុជាដែលនៅវត្តកណ្ដោលស្ថិតនៅក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យផងដែរគឺដើម្បីចង់ដឹងស្ថានភាពនៅទីនោះដែលពលរដ្ឋមួយចំនួនបានចាប់ផ្ដើមវិលត្រឡប់ទៅលំនៅឋានជាបន្តបន្ទាប់ហើយនៅថ្ងៃទី13ខែ
មករានេះបាទនៅថ្ងៃនេះគឺបានអញ្ជើញទៅដល់ភូមិសាស្ត្រភូមិកររបស់ប្រជាពលរដ្ឋនៅក្នុងឃុំស្រអែមស្រុកជាំខ្សានខេត្តព្រះវិហារព្រមទាំងទៅកាន់តំបន់ប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌរបស់កម្ពុជានឹងផងដែរបាទគឺបានទៅដល់ព្រះវិហារទៅមើលទីតាំងដែលបាទរងការវាប្រហារពីខាងយោធាថៃនៅក្នុងអំឡុងពេលប្រយុទ្ធគ្នានឹងបាទគឺនេះបាទនេះគឺជារូបភាពដែលទៅដល់ខាងព្រះវិហារហ្នឹងបាទនេះគឺជាសេចក្តីរាយការណ៍ពីខាងក្រសួងការពារជាតិរបស់កម្ពុជាដល់ឡែកខាងភាគីថៃវិញបាទភាគីថៃវិញនៅថ្ងៃនេះបើយោងតាមសារព័ត៌មានរបស់ថៃហ្នឹងគឺតាមរយៈអ្នកនាំពាក្យយោធារបស់ខ្លួនបាទលោកវិនថៃស៊ូបារីគឺបានចោទប្រកាន់ថាកម្ពុជានឹងបានរំលោភបទច្បាញ់ដោយបានបង្ហោះ drone ចូលទៅក្នុងទឹកដីរបស់ថៃបាទចូលក្នុងលំហអាកាសបាទលំហអាកាសរបស់ថៃដោយបង្កើនសកម្មភាពនឹងកាន់តែច្រើនបាទប៉ុន្តែទៅជាងពេលកំពុងតែប្រយុទ្ធគ្នានេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន The Nation បាទអញ្ចឹងខ្ញុំសូមដកសងខ្លីៗទៅគឺអ្នកនាំពាក្យរបស់ខាងយោធាថៃហ្នឹងគឺបានបញ្ជាក់ថាបើយោងតាមស្ថានភាពនាពេលបច្ចុប្បន្ននេះគឺ drone ដែលហោះចេញពីកម្ពុជានៅតែឃើញថាឆ្លងកាត់ច្រកព្រំដែនហ្នឹងជាម្ដងម្កាលក៏ប៉ុន្តែចំនួនហ្នឹងគឺមិនច្រើនដូចដែលក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នាតាមព្រំដែននោះទេបាទនេះគឺជាការបញ្ជាក់ពីខាងភាគីថៃហើយបាទលោកបានបញ្ជាក់ថាគឺ drone ហ្នឹងគឺទំនងប្រើដើម្បីឆ្លូបយកការមើលសកម្មភាពនៅក្នុងប្រទេសថៃហើយបានបើអ្នកនាំពាក្យរបស់ខាងយោធាថៃហ្នឹងគាត់បានបញ្ជាក់ថាគាត់បដិសេធនឹងការចោទប្រកាន់ពីគាត់បានបដិសេធនឹងការលើកឡើងរបស់កម្ពុជាដែលគាត់ថាចោទប្រកាន់ថាប្រទេសថៃបានបំផ្លាញទីតាំងវត្ថុបុរាណទីតាំងប្រាសាទបុរាណរបស់កម្ពុជាហ្នឹងដែលគាត់ចាត់ទុកថាទោះបីជាយ៉ាងហ្នឹងក៏ដោយគឺកម្ពុជានៅតែបាទភាសាគាត់គាត់ថាផ្សព្វផ្សាយនៅព័ត៌មានមិនពិតដែលចោទថាគឺថៃបានប្រហារទៅលើប្រាង្គប្រាសាទហើយលោកវិនថៃគាត់ថាថៃគាត់មានភស្តុតាងដែលបញ្ជាក់ថាកម្ពុជាបានដាក់អាវុធនៅទីនោះអញ្ចឹងហើយបានជាថៃបានវាប្រហារបាទដូច្នេះគឺជាការមួយដែលកម្ពុជាបើទោះបីជាការប្រយុទ្ធគ្នាបានចប់ក៏ដោយក៏ប៉ុន្តែកម្ពុជានៅតែផ្សព្វផ្សាយនៅព័ត៌មានដែលធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់ថៃនេះបើតាមការបញ្ជាក់របស់លោកបាទវិនថៃបាទគាត់បានបញ្ជាក់អញ្ចឹងបាទជាពិសេសទៅលើខាងប្រាសាទព្រះវិហារហ្នឹងបាទហើយបាទកម្ពុជាបានបង្ហាញណាមកជាគឺមានជាង100ទីតាំងដែលថៃបំផ្លាញកម្ពុជានៅក្នុងទឹកដីកម្ពុជានោះបាទហើយនៅក្នុងព័ត៌មានពីខាងភាគីថៃដដែលហ្នឹងគឺមានតំបន់មួយចំនួនដែលនៅមានការមិនទាន់បានឯកភាពគ្នានៅឡើយដូចជាថៃក៏ថាគាត់នឹងបន្តទាមទារយកទៀតគឺនៅភ្នំ745បាទ745ថៃលោកវិនថៃក៏ថានៅតំបន់ចុងបោកហ្នឹងគឺនៅក្រោមការគ្រប់គ្រងរបស់កម្ពុជាដូច្នេះថៃក៏ថាគាត់នឹងទាមទារយកទៀតបាទនេះគឺជាការបញ្ជាក់ពីខាងភាគីថៃបាទបើសូមជូនខាងពីខាងភាគីថៃប៉ុណ្ណេះពីតកតនឹងស្ថានភាពហើយដូចនៅថ្ងៃនេះខ្ញុំឃើញសារព័ត៌មានមួយដែរគឺខាងនីកេគាត់ចងក្រងអំពីតួលេខអ្នកស្លាប់បានប៉ុណ្ណេះហ្នឹងបាទហើយឃើញសារព័ត៌មានថៃក៏យកទៅផ្សាយបន្តដែរអញ្ចឹងប៉ុន្តែដូចដែលខ្ញុំបានធ្លាប់បាននិយាយអញ្ចឹងគឺការផ្សព្វផ្សាយតួលេខអ្នកស្លាប់អីហ្នឹងបាទកាលណាចងក្រងដោយសារព័ត៌មានក៏ដោយឯកជនក៏ដោយបាទយើងផ្សាយបានតែពេលហ្នឹងទេប៉ុន្តែជាផ្លូវការនៅពេលក្រោយគឺនៅតែគេយកតួលេខផ្លូវការរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរទៅដែរអញ្ចឹងណាអញ្ចឹងមានចំណុចខុសគ្នាកន្លែងហ្នឹងហើយមានព័ត៌មានមួយទៀតដែលខ្ញុំឃើញមានការផ្សព្វផ្សាយខ្ញុំសូមជូនជាមតិបាទជាមតិដល់ប្រិមិត្តផងដែរគឺតាក់ទងជាមួយនឹងជំនួយសហរដ្ឋអាមេរិកទៅប្រទេសថៃបាទគឺមានការផ្សាយអញ្ចឹងបានន័យថាដូចដែលខ្ញុំបាននិយាយពីខាងដើមអញ្ចឹងបាទនិយាយពីខាងដើមអញ្ចឹងគឺអ្វីដែលខ្ញុំនិយាយហ្នឹងគឺនៅដដែលអញ្ចឹងណាបាទប៉ុន្តែឃើញមានសារព័ត៌មានផ្សាយមួយចំនួនផ្សាយហ្នឹងគឺបែរជាគាត់ខិតខំពន្យល់ប្រជាប្រដ្ឋមួយចំនួនដែលយល់ច្រឡំបាទអញ្ចឹងគឺដូចដែលខ្ញុំបានពីព្រោះអូខេសារព័ត៌មានភ្នំពេញប៉ុស្តិ៍បាទភ្នំពេញប៉ុស្តិ៍ទេបាទគាត់បានតាក់ទងមកខាងសហរដ្ឋអាមេរិកគាត់តាក់ទងមកខាងសហរដ្ឋអាមេរិកនេះគាត់ថាការពិតទៅជំនួយដែលសហរដ្ឋអាមេរិកផ្ដល់ឲ្យទៅថៃខាងបញ្ហាសន្តិសុខព្រំដែនហ្នឹងគឺមាន$10 លានទេបាទមិនមែន$100 លាន
ដោយដែលខាងថៃអះអាងនោះទេបាទសម្រាប់ខ្ញុំហើយគាត់ថាថៃគាត់ផ្សាយព័ត៌មានហ្នឹងមិនពិតអីទេបាទសម្រាប់ខ្ញុំអត់ទាន់ធ្វើការសន្និដ្ឋានដាច់ណាត់ថាថៃគាត់កុហកឬក៏មិនកុហកអីទេបាទប៉ុន្តែខ្ញុំថាព័ត៌មានហ្នឹងវាពិតទាំងវាអាចមិនច្បាស់និយាយរួមបាទដូចតែខ្ញុំនិយាយពីខាងដើមអញ្ចឹងគឺយើងឃើញតែផ្សាយពីខាងថៃណាឃើញផ្សាយតែពីខាងថៃហើយចឹងបាននៅក្នុងខាងថៃហ្នឹងក៏គាត់បានរៀបរាប់ពីលុយហ្នឹងទៅចំណាយទៅលើអីអញ្ចឹងហើយបានជាមានការបកស្រាយបាទការបកស្រាយភ្លាមហ្នឹងបាទខ្ញុំបញ្យល់ភ្លាមឲ្យប្រិមិត្តយល់គឺយើងភាគច្រើនពេលដែលថៃគាត់ផ្សាយតួលេខក្រោយពីជួបមន្ត្រីរបស់សហរដ្ឋអាមេរិកគាត់ផ្សាយពីតួលេខហ្នឹងប្រជាពលរដ្ឋមួយចំនួនគាត់បុកផឹងតែម្ដងទៅរឿងបញ្ហាព្រំដែនជាមួយនឹងកម្ពុជាថាមកវាយកម្ពុជាហេតុអ្វីបានជាឲ្យលុយកាន់តែច្រើនឲ្យខ្មែរតែបន្តិចឲ្យថៃច្រើនអីចឹងបាទគាត់ប្រតិកម្មទៅរឿងនឹងព្រាមតែម្ដងមែនទេបាទហើយឥឡូវនេះសារព័ត៌មានភ្នំពេញប៉ុស្តិ៍គាត់តាក់ទងមកគឺខាងសហរដ្ឋអាមេរិកបានបញ្ជាក់ប៉ុន្តែសូមមិនបញ្ចេញឈ្មោះបញ្ចេញប្រភពហ្នឹងគឺថាតែ10លានទេទៅបញ្ហាព្រំដែនហ្នឹងបាទវាអាចពិតអញ្ចឹងមែនពីព្រោះក្នុងពេលដែលថៃគាត់ផ្សាយដំបូងហ្នឹងក៏គាត់ពំតំណោតដែរដូចតែខ្ញុំបញ្យល់អញ្ចឹងគឺមិនមែនបើថៃគាត់ថា100លានហ្នឹងគឺមិនមែនទៅលើបញ្ហាទាំងអស់នេះគឺបញ្ហាផ្សេងទៀតបាទបញ្ហារឿងសមយុទ្ធយោធាដែលមាន2ដែលថៃទៅរៀបចំជាមួយនឹងសហរដ្ឋអាមេរិកនោះបាទលុយនឹងសម្រាប់ការវឹកវើសមយុទ្ធយោធានឹងផ្សេងនោះហើយនឹងការធ្វើទិញបញ្ហាប្រជាក្រាបអនឡាញបាទអនឡាញហ្នឹងគឺវាមានតាំងពីនៅព្រំដែនជាមួយនឹងម៉ាឡេស៊ីជាមួយនឹងភូមាផងដែរគេខ្ញុំបានបញ្យល់នឹងកម្ពុជាផងដែរអញ្ចឹងដូច្នេះមកដល់ពេលនេះបាទមកដល់ពេលនេះគឺព័ត៌មានពីខាងសហរដ្ឋអាមេរិកអំពីតួលេខហ្នឹងគឺអត់មានទេឃើញទេបាទអត់មានទេជាផ្លូវការប៉ុន្តែមានតែខាងប្រកាសពីខាងថៃហើយអ្នកដែលប្រកាសផ្លូវការពីលោកឧបការីរដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិកហ្នឹងបាទគឺលោកបានបញ្ជាក់តែត្រឹមតែ10-15លានអីហ្នឹងដែលជួយទៅដល់ខាងដោះមីនជួយទៅដល់ការជនភៀសសឹកអីហ្នឹងជាដើមហ្នឹងបាទហើយនឹងការបង្ក្រាបអនឡាញហ្នឹងគាត់មានចេញតួលេខប៉ុន្តែដល់ពេលតួលេខ100លានពីថៃហ្នឹងអត់មានសេចក្តីប្រកាសព័ត៌មាននៃខ្ញុំខំទៅរកមើលនៅក្រសួងការបរទេសនៅខាងការពីជាតិក៏អត់ឃើញដែរប៉ុន្តែថៃក៏គាត់និយាយគាត់ពំតំណោតដែរឃើញទេគាត់ពំតំណោតដែរគឺបានន័យថាសម្រាប់ការងារច្រើនតទៅទៀតទេបាទទៅលើរឿងupgrade ធ្វើឲ្យខាងរដ្ឋពាដៃគាត់នឹងប្រសើរបាទហាត់វឹកវើសមយុទ្ធជាមួយដែលរៀបចំសមយុទ្ធជាមួយសហរដ្ឋអាមេរិកប្រចាំឆ្នាំហ្នឹងបាទរឿងផ្សេងឃើញហើយ scam ដែលមាននៅនោះអញ្ចឹងបានន័យថាខ្ញុំបញ្ជាក់ម្ដងទៀតគឺអ្វីដែលរៀបរាប់មកហ្នឹងគឺមិនច្បាស់ទាំងអស់គ្នាបាទខាងថៃហ្នឹងគាត់និយាយរបៀបពំតំណោតដើម្បីចង់អួតដើម្បីសន្ទប់ស្មារតីសហរដ្ឋអាមេរិកអត់បានបញ្ជាក់តួលេខច្បាស់លាស់ទេបាទប៉ុន្តែអ្នកដែលមួយចំនួនជាពិសេសនៅខ្មែរគាត់សន្និដ្ឋានទាញភ្លាមតែម្ដងថារឿងជំនួយទាំងអស់ហ្នឹងសំដៅទៅមករឿងកម្ពុជាតែមួយទេក៏ប៉ុន្តែមិនមែនទេអញ្ចឹងតួលេខពិតប្រាកដមកដល់ពេលនេះអាចពិតដោយតែខាងភ្នំពេញប៉ុស្តិ៍គាត់រាយការណ៍ថា10លានសម្រាប់ទៅកិច្ចការព្រំដែនដោយតែឲ្យមកកម្ពុជាដែរអញ្ចឹងបានន័យថាឲ្យស្មើគ្នាទេរឿងជាមួយនឹងព្រំដែនជាមួយនឹងកម្ពុជាបើមិនជាអាមេរិកឲ្យមែនទៅថៃនោះគឺច្រើនទៅថៃនោះគឺជារឿងផ្សេងដែលខ្ញុំបានប្រាប់ហើយគឺសមយុទ្ធយោធាឬក៏ជំនួយយោធាប្រចាំឆ្នាំដែលអាមេរិកឲ្យទៅថៃនោះគឺ$27លានខ្ទង់រង្វង់$27លានហ្នឹងជាប្រចាំហ្នឹងគឺការងារច្រើនណាបើអញ្ចឹងនៅក្នុងគេថាពេលដែលបណ្ដាញសារព័ត៌មានទៅបានភាគីនីមួយប្រើប្រាស់ដើម្បីផ្សព្វផ្សាយអ្វីមួយហ្នឹងអញ្ចឹងយើងប្រយ័ត្នមែនតើហើយសួរថាហេតុអីបានជាខ្ញុំមកបកស្រាយពេលនេះវាចំណេញអីដោយសារវាប៉ះពាល់ជាមួយនឹងសហរដ្ឋអាមេរិកអញ្ចឹងហើយខ្ញុំមិនចង់ឲ្យមានប្រិមិត្តណាយល់ច្រឡំយករឿងនេះមកវិបហាសហរដ្ឋអាមេរិកឬក៏បកស្រាយខុសអំពីសហរដ្ឋអាមេរិកនោះទេបាទហើយខ្ញុំទន្ទឹមនឹងហ្នឹងខ្ញុំក៏ឲ្យយោបល់ផងដែរទៅប្រិមិត្តមួយចំនួនដែលបើគាត់តែឃើញព័ត៌មាននឹងដំបូងភ្លាមចាប់ផ្ដើមជេរសហរដ្ឋអាមេរិកតែម្ដងកុំធ្វើអញ្ចឹងបាទហ្នឹងអង់គ្លេសគេប្រើពាក្យ hypocrite បាទ hypocrite ហ្នឹងគឺបានន័យថាមនុស្សពុតត្បុតហើយពីព្រោះអីមួយម៉ាត់ណាយើងក៏និយាយក្នុងពេលកន្លងមកតាំងពីរឿងចាប់ផ្ដើមលោកតាមចូលអន្តរាគមមកគឺយើងនិយាយអាមេរិកអរគុណអាមេរិកស្រាប់តែគាត់មានព័ត៌មានថៃដាក់ភឹងមកភ្លាមចាប់ផ្ដើមជេរអាមេរិកប្រាវអាហ្នឹងអន្តរជាតិគេមើលឃើញគេថាយើងជាជនជាតិមួយដែលជាប្រវត្តិមួយដែល hypocrite ដែរមនុស្សល្បិចកលពុតត្បុតហើយឃើញទេគាត់តែគេបង្ហើបព័ត៌មានថៃគាត់អាចយកទៅនិយាយថាឃើញណាឃើញទេជនជាតិហ្នឹងពុតត្បុតល្បិចកលណាគាត់ថាគឺបង្ហើបព័ត៌មាននេះមួយក៏អត់មានស៊ើបប្រភពទេជេរណែឯងភ្លាមហ្មង
ព្រោះវិញឯងគាត់និយាយថាស្រឡាញ់ឯងស្រឡាញ់ឯងក៏ពិតមិនពិតទេអាចដល់កម្រិតហ្នឹងណាបាទខ្ញុំគាត់ឲ្យជួបប្រយ័ត្នមែនតើប្រយ័ត្នមែនតើនៅក្នុងការសរសេរ comment តាមអនឡាញហ្នឹងដូចតែខ្ញុំនិយាយឲ្យនិយាយទៀតធ្វើអីក៏គេដឹងណាគាត់ថាគេមិនមាត់បាទខ្ញុំមិនដឹងជាប្រាប់ឲ្យអស់យ៉ាងម៉េចទេអញ្ចឹងប្រយ័ត្នមែនតើណាអាពាក្យហ្នឹងគឺចាត់ចាញ់ដើម្បីថៃគាត់ដាក់មកហ្នឹងមកព្រឹបមក screenshot អាហ្នឹងបើសិនជាអ្នកប្រើអ៊ីនធឺណិតធម្មតាទៀតអ្នកប្រើអនឡាញធម្មតាមិនអីទេណាប៉ុន្តែបើសិនជាអ្នកណាដែលមានមុខមាត់ទូនាទីហ្នឹងហើយសរសេរហ្នឹងប្រយ័ត្នមែនតើណាគេអាចយកមកបាទខ្ញុំអាចនិយាយបានប៉ុណ្ណឹងបាទប្រយ័ត្នកុំឲ្យគេកំចូលក្នុងអន្ទាក់របស់ខាងពីគីថៃដែលគេបង្ហោះមួយមកដើម្បីឲ្យយើងចេញកលាមកវិញបាទនេះគឺជាព័ត៌មានទី1ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាហើយព័ត៌មានទី2សូមជូនខ្លីចុះបាទដោយសារយប់ហើយនៅក្នុងកម្ពុជាគឺខាងនៅប្រទេសថៃនោះគឺលោកអនុทิនឆាន់វីរគុលបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានរបស់ The Nation បាទ The Nation គាត់បានបញ្ជាក់ថានាយករដ្ឋមន្ត្រីថៃគឺលោកអនុทิនគាត់បាននិយាយថាប្រាប់ទៅដល់ខាងកងសន្តិសុខទាំងអស់ឲ្យពង្រឹងសន្តិសុខនៅក្នុងពេលមុនពេលការបោះឆ្នោតនេះបាទគឺរឿងនេះអាចនឹងកើតមានឡើងណានឹងនៅពេលណាទៀតគឺក្រោយពីមានការវាយប្រហារដោយក្របបែកទៅលើស្ថានីយ៍ប្រេងឥន្ធនៈបាទនៅភាគខាងត្បូងខេត្តភាគខាងត្បូងចំនួន3របស់ថៃគឺបាទយ៉ាឡានរាធិវត្តអីបាទផាតានីហ្នឹងបាទដែលជាតំបន់មានជនជាតិម៉ាឡេស៊ីរស់នៅអ្នកកាន់សាសនាអ៊ីស្លាមបាទរស់នៅច្រើនណាបាទគឺលោកអនុทินបានទទួលស្គាល់ថានេះវាជាបរាជ័យមួយในខាងផ្នែកស៊ើបការបាទព័ត៌មានខាងស៊ើបការរបស់ខាងថៃហ្នឹងដែលមិនបានដឹងរឿងនឹងមុនហើយរហូតដល់មានការដាក់ក្របបែកផ្ទុះនឹងតែម្ដងដូច្នេះលោកអនុทินក៏បាននិយាយថាដូចជាត្រូវតែចាត់វិធានការដើម្បីកុំឲ្យមានរឿងបែបនេះកើតឡើងតទៅទៀតហើយនៅក្នុងសេចក្តីរាយការណ៍នេះផងដែរហ្នឹងគឺសេចក្តីរាយការណ៍ទី1ហ្នឹងគឺមានអ្នកសារព័ត៌មានសួរលោកអនុทินអំពីរឿងបញ្ហាជាមួយនឹងទំនាក់ទំនងជាមួយនឹងប្រទេសកម្ពុជាណាពេលហ្នឹងលោកអនុทินក៏និយាយហាក់ដូចជាសម្រួលបន្តិចដែរលើថ្ងៃនេះថ្ងៃអង្គារទី13ខែមករាហ្នឹងគឺលោកអនុทินក៏បាននិយាយថាគឺមេដឹកនាំទាំងពីរបាទមេដឹកនាំនៃប្រទេសទាំងពីរហ្នឹងគឺបាទមានចេតនាបាទលោកមានឯកសារដែលបង្ហាញអំពីចេតនារបស់ប្រទេសទាំងពីរទៅវិញទៅមកយល់ស្របគ្នាដូច្នេះលោកថាកុំទៅស្ដាប់ប្រភពព័ត៌មានណាផ្សេងដែលអាចនឹងធ្វើឲ្យមានការយល់ច្រឡំដូច្នេះត្រូវតែស្ដាប់ប្រភពពីមេដឹកនាំនៃប្រទេសទាំងពីរដើម្បីឲ្យបានដឹងអញ្ចឹងគួរតែប្រយ័ត្នប្រយែងទៅលើបញ្ហាហ្នឹងអ្នកណាក៏ដោយដែលធ្វើអត្ថាធិប្បាយហ្នឹងគឺបាទគឺគួរតែមានការប្រយ័ត្នប្រយែងហើយគឺខាងថៃក៏មិនអាចនឹងស្ដាប់គ្រប់អត្ថាធិប្បាយបានដែរអញ្ចឹងគឺទទូចឲ្យប្រជាពលរដ្ឋទាំងសងខាងទាំងថៃជាពិសេសគាត់សំដៅទៅលើថៃហ្នឹងឲ្យស្ដាប់អ្វីដែលជាសារពីមេដឹកនាំបានអាហ្នឹងជាយកជាផ្លូវការបាទនេះគឺជាការថ្លែងរបស់លោកអនុทินនៅថ្ងៃអង្គារនេះហើយផ្សាយដោយសារព័ត៌មាន The Nation បាទអញ្ចឹងបើយើងប្រៀបធៀបសម្ដីរបស់គាត់ប្រហែលថ្ងៃមុនមកដូចការផ្សាយនៅថ្ងៃនេះគាត់ហាក់ដូចជាបង្ហាញនៅការមួយត្រឹមត្រូវបន្តិចបាទប៉ុន្តែត្រឹមត្រូវបានប្រហែលម៉ោងបាទយើងចាំមើលទៀតសំទោសខ្ញុំនិយាយមួយម៉ាត់ចុងក្រោយនេះវាដូចជាអុចអាលចំពោះគាត់បន្តិចដែរប៉ុន្តែបាទទប់មាត់មិនទាន់បាទអញ្ចឹងព័ត៌មានទី3នេះគឺលោកជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post ហើយនិងសារព័ត៌មាននានាផងដែរបានបញ្ជាក់ពាក់ព័ន្ធជាមួយនឹងបញ្ហានៅក្នុងប្រទេសអ៊ីរ៉ង់បាទឥឡូវនេះគឺលោកប្រធានាធិបតី Donald Trump បានដាក់ពន្ធគយចំនួន 25% ទៅលើប្រទេសណាដែលនៅបន្តធ្វើអាជីវកម្មជាមួយនឹងប្រទេសអ៊ីរ៉ង់ដែលបើតាមសេចក្តីរាយការណ៍នេះគឺបានន័យថាមិនមានប្រទេសច្រើនទេដែលនៅតែតាក់ទងធ្វើអាជីវកម្មពាណិជ្ជកម្មជាមួយនឹងប្រទេសអ៊ីរ៉ង់នោះគឺដូច្នេះការដាក់ចេញមកនោះគឺសំដៅខ្លាំងទៅលើប្រទេសចិនបាទអាចនឹងប្រទេសចិនឥណ្ឌារុស្ស៊ីទូគីនិងអ៊ីរ៉ាក់ដែលអាចនឹងរងផលប៉ះពាល់ពីទណ្ឌកម្មរបស់លោកប្រធានាធិបតីដែលថាយកពន្ធគយបន្ថែមនោះដោយលោកប្រធានាធិបតីបានសរសេរនៅតាមបណ្ដាញសង្គម Truth Social របស់លោកថានេះគឺជាការសម្រេចចុងក្រោយណាអត់មានអីទៅដូរកែប្រែទៀតទេគឺនឹងយកពន្ធប៉ុណ្ណឹងក៏ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតថាតើយោងទៅលើច្បាប់អ្វីដែលលោកបានសម្រេចប៉ុណ្ណេះហើយឬក៏
25% នេះជាការបន្ថែមទៅលើពន្ធដែលមានស្រាប់ពីមុនមកឬក៏យកតែប៉ុណ្្នឹងបាទគឺក៏មិនទាន់ច្បាស់ដែរសង្ឃឹមថានឹងមានការបកស្រាយនៅក្នុងពេលខាងមុខទៀតហើយការសម្រេចយកពន្ធកម្រិតនេះគឺក្រោយពីលោកបានព្រមានជាបន្តបន្ទាប់ថាកុំឲ្យអ៊ីរ៉ង់បង្ក្រាបទៅលើបាតកម្មរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសក៏ប៉ុន្តែបើទោះបីជាមានការព្រមានយ៉ាងនេះក៏ដោយគឺការបង្ក្រាបហ្នឹងគឺនៅតែកើតមានឡើងដដែលណាបាទកើតមានឡើងដដែលដែលបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Reuters បាទ Reuters បានដកស្រង់ពីប្រភពខាងមន្ត្រីរបស់អ៊ីរ៉ង់មកវិញទេថាមានអ្នកដែលស្លាប់ហ្នឹងគឺប្រហែលជា 2000 នាក់ហើយបាទ 2000 នាក់ហើយក៏ប៉ុន្តែខាងសារព័ត៌មានខ្លះគាត់ដកស្រង់ពីប្រភពដែលបញ្ជាក់ច្បាស់មានសាកសពតែម្ដងគឺ646នាក់បាទហ្នឹងគឺខាងប្រភពផ្សេងដែលច្បាស់ឲ្យ646នាក់ហ្នឹងក៏ប៉ុន្តែខាងមន្ត្រីអ៊ីរ៉ង់គាត់បញ្ជាក់ថាគឺ2000នាក់បាទ2000នាក់ដែលបានស្លាប់ត្រឹមថ្ងៃអង្គារនេះបាទហើយក៏ប៉ុន្តែសារព័ត៌មានផ្សេងទៀតបាទប្រភពផ្សេងទៀតគឺអាចច្រើនជាងនឹងថារហូតដល់10000នាក់ជាងអ្នកខ្លះថា6000នាក់ហេតុអ្វីបានជាតួលេខចេញមកខុសគ្នាអញ្ចឹងដោយសារតែនៅក្នុងអ៊ីរ៉ង់ហ្នឹងគឺគេកាត់ផ្ដាច់ប្រព័ន្ធអ៊ីនធឺណិតប្រព័ន្ធអីហ្នឹងគឺមិនឲ្យព័ត៌មានចេញមកខាងក្រៅនឹងបានទេបាទដែលជាផ្នែកមួយនៃតាក់ទិចរបស់មេដឹកនាំរបបនៅក្នុងអ៊ីរ៉ង់ហ្នឹងគាត់មិនឲ្យព័ត៌មានចេញក្រៅមិនឲ្យព័ត៌មានលេចធ្លាយទៅដល់ខេត្តផ្សេងទៀតដែលនាំឲ្យមានការបះបោរកាន់តែខ្លាំងឬក៏ការតវ៉ាកាន់តែខ្លាំងនោះទេបាទបើទោះបីជាយ៉ាងហ្នឹងក៏ដោយគឺបាតកោហ្នឹងហាក់ដូចជាយល់គ្នាឲ្យតែពេលយប់ឡើងគឺជាពេលដែលគាត់ត្រូវធ្វើសកម្មភាពបន្ថែមដែលធ្វើឲ្យមានការដុតមានអីមានវាប្រហារទៅលើអគាររដ្ឋអគារអីជាដើមដើម្បីបង្កបញ្ហាបាទទាមទារឲ្យថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់នោះចុះចេញពីតំណែងបាទដូច្នេះព័ត៌មានដែលចេញមកខាងក្រៅនេះយឺតបន្តិចអញ្ចឹងអាចនឹងធ្វើបច្ចុប្បន្នភាពនឹងយឺតអញ្ចឹងហើយបានជាប្រភពផ្សេងរាយការណ៍គ្នាបាទទន្ទឹមនឹងហ្នឹងខាងអ៊ីរ៉ង់ក៏គាត់ថាគាត់ត្រៀមបានប្រាប់ទៅដល់អង្គទូតនានាក្រសួងការបរទេសរបស់ខាងអ៊ីរ៉ង់នោះគាត់ថាគាត់នឹងត្រៀមចរចាផងដែរគឺប្រភពការទូតច្រកទ្វារការទូតនៅតែបើកចំហនៅក្នុងការចរចាមានន័យថាចរចាជាមួយនឹងសហរដ្ឋអាមេរិកហ្នឹងបាទហើយសកម្មភាពរបស់ខាងថ្នាក់ដឹកនាំរដ្ឋាភិបាលអ៊ីរ៉ង់នោះគឺគាត់ដូចជាឆ្លាតបាទគាត់ដូចជាឆ្លាតណាស់គឺគាត់និយាយពំតណោតបាទវិធី2គឺគាត់ទី1គាត់ឃើញបាតកម្មហ្នឹងគាត់ថាជាបាតកម្មស្របច្បាប់ត្រឹមត្រូវបាទត្រឹមត្រូវពីព្រោះអីគ្មានអីខុសច្បាប់ទេដែលតវ៉ាទាមទារពាក់ព័ន្ធជាមួយនឹងរឿងសេដ្ឋកិច្ចបាទអញ្ចឹងគាត់ថាស្របគាត់ថាបាតកម្មហ្នឹងខុសច្បាប់គាត់ថាបាតកម្មស្របច្បាប់ត្រឹមត្រូវដែលជាការមួយចង់បង្ហាញអន្តរជាតិថាគាត់គ្រប់គ្រងដែរណាមិនប្រឆាំងទេទន្ទឹមនឹងនោះគាត់ប្រើវិធានការបង្ក្រាបតែម្ដងបាទដោយមិននិយាយចេញមិនថ្កោលទោសបាតកម្មនោះទេដែលធ្វើឲ្យមានការថ្កោលទោសជាពិសេសខាងអធិការបតីអាល្លឺម៉ង់បាទលោកម៉ែគាត់បានសម្ដែងនៅការខឹងសម្បាផងដែរគាត់ថាប្រសិនបើអ្វីដែលយើងបានឃើញនៅពេលឥឡូវនេះបាទវាហាក់ដូចជាថ្ងៃចុងក្រោយពេលវេលាចុងក្រោយឬក៏ជាសប្តាហ៍ចុងក្រោយនៃការរស់រានមានជីវិតរបស់របបនេះហើយដែលលោកបានបន្ថែមថាគ្មានរបបដឹកនាំណាមួយដែលអាចនៅរក្សាអំណាចបានបាទតាមរយៈការប្រើប្រាស់វិធីនេះដើម្បីបង្ក្រាបប្រជាពលរដ្ឋនោះទេដូច្នេះសម្រាប់ការសន្និដ្ឋានរបស់លោកគឺរបបនេះឈានមកដល់ទីបញ្ចប់បាទអធិការបតីអាល្លឺម៉ង់តែម្ដងគាត់បាននិយាយបែបនេះណាហើយធ្វើឲ្យអ្នកនាំពាក្យសំទោសធ្វើឲ្យរដ្ឋមន្ត្រីក្រសួងការបរទេសរបស់អ៊ីរ៉ង់នោះគាត់លោកអាបាសអារ៉ាជីនោះគាត់បដិសេធបាទការរិះគន់របស់លោកមែវិញដោយចោទទីក្រុងបៀកឡាំងថាកំពុងតែលេងស្តង់ដារ2បាទស្តង់ដារ2គឺបានន័យថាកំពុងតែធ្វើការនិយាយល្អជាមួយនឹងអ៊ីរ៉ង់ផងប៉ុន្តែមកធ្វើសកម្មភាពនិយាយផ្សេងទៀតឲ្យធ្វើខូចកេរ្តិ៍ឈ្មោះរបស់អ៊ីរ៉ង់បាទនេះគឺជារឿងមួយដែលវិវត្តនៅក្នុងប្រទេសអ៊ីរ៉ង់បាទអញ្ចឹងតើការវិវត្តនេះទៅជាយ៉ាងណាបាទចាំមើលយើងមើលតាមដានខ្ញុំនឹងធ្វើបាទខ្ញុំខានធ្វើអត្ថបទវីដេអូដែលស្រាវជ្រាវបញ្យលបន្ថែមជាចំណេះដឹងជូនប្រិយមិត្តយុវចាំមើលថ្ងៃនេះខ្ញុំនឹងយកអត្ថបទមួយចំនួនដែលមកស្រាវជ្រាវដើម្បីបញ្យលប្រិយមិត្តឲ្យបានយល់បន្ថែមទៀតអំពីសាច់រឿងហ្នឹងតើវាទៅជាយ៉ាងណាពីព្រោះឥឡូវនេះនៅខាងក្រៅនេះជាពិសេសខាងម្សិលមិញគឺខាងទូតសហរដ្ឋអាមេរិកបានសម្ភាសជាមួយនឹងព្រះអង្គម្ចាស់រាជទាយាទរបស់អ៊ីរ៉ង់ដែលព្រះអង្គបាននិយាយថានឹងចង់ចូលសម្របសម្រួលទៅដឹកនាំនៅពេលណាដែលធ្វើអន្តរកាលប្រូពី
របបនេះមកការដឹកនាំថ្មីមួយផ្សេងទៀតបាទក៏ប៉ុន្តែព្រះអង្គមិនបានបញ្ជាក់ថាតើទៅជារបបប្រជានិយមយ៉ាងម៉េចឬក៏យ៉ាងម៉េចទេគ្រាន់តែបញ្ជាក់ថានឹងមានការផ្លាស់ប្ដូរតាមទម្រង់លទ្ធិប្រជាធិបតេយ្យបាទអញ្ចឹងនេះគឺជារឿងមួយក្តៅនៅក្នុងប្រទេសអ៊ីរ៉ង់ណាបាទហើយដូចតែខ្ញុំបាននិយាយប្រាប់ម្សិលមិញអញ្ចឹងបាទក៏មានការបកស្រាយណាច្រឡំអីកេងប្រវ័ញ្ចពីស្ថានភាពឲ្យហួសពីអ្វីដែលកើតមានឡើងគឺបាតកម្មនឹងវាជារឿងមួយអាក្រក់មួយហើយក៏ប៉ុន្តែក៏មានកត្តាផ្សេងទៀតដែរធ្វើឲ្យប្រចាំប្រទេសហ្នឹងគឺគេបាទមិនសប្បាយចិត្តនឹងរបបដឹកនាំនៅក្នុងប្រទេសអ៊ីរ៉ង់នឹងផងដែររួមទាំងពីការបង្កបញ្ហាជាមួយនៅក្នុងតំបន់រហូតដល់អឺរ៉ុបហើយនឹងការដែលលូកដៃជួយរុស្ស៊ីសំទោសឆ្លោះការជួយដៃរុស្ស៊ីប្រយុទ្ធអីនៅក្នុងប្រទេសអ៊ុយក្រែននេះជាដើមណាបាទអញ្ចឹងមានបញ្ហាច្រើនដែរណាដែលខ្ញុំជម្រាបជូនប្រិមិត្តតាំងពីថ្ងៃម្សិលមិញឥឡូវនេះព័ត៌មានចុងក្រោយបាទយូរមកណាព័ត៌មានចុងក្រោយគឺជាព័ត៌មានខ្លីមួយគឺបើយោងតាមការផ្សាយរបស់កាសែត South China Morning Post បានឲ្យដឹងថាជនជាតិចិនមួយរូបដែលគេសង្ស័យថាបានដំណើរការ scam online នៅក្នុងប្រទេសកម្ពុជាហើយមានពាក់ព័ន្ធជាមួយនឹងការសម្លាប់និស្សិតកូរ៉េខាងត្បូងមួយរូបនោះឥឡូវនេះត្រូវបានចាប់ខ្លួនហើយបាទប៉ុន្តែគឺមិនមែននៅក្នុងប្រទេសកម្ពុជាទេគឺចាប់ខ្លួននៅក្នុងបាទផ្ទះវិឡាស្កំស្កៃរបស់គាត់មួយនៅក្នុងប្រទេសថៃឯណោះទៅវិញបាទនៅក្នុងប្រទេសថៃនេះបើយោងតាមអាជ្ញាធរបាននិយាយបាទជនសង្ស័យហ្នឹងគឺគេមានឈ្មោះថាហាន់ម៉ូបាទត្រូវបានចាប់ខ្លួននៅក្នុងខេត្តប៉ាតាយានៅតំបន់ប៉ាតាយាបាទដោយក្រុមសហការគ្នារវាងអាជ្ញាធរកូរ៉េជាមួយនឹងថៃបាទដែលបង្កើតឡើងក្រោយពីបានរកឃើញសាកសពរបស់និស្សិតរូបនោះនៅក្នុងប្រទេសកម្ពុជាបាទហើយបានបណ្ដាលឲ្យមានការខឹងសម្បារជាអន្តរជាតិហើយនៅពេលដែលមានរឿងនឹងកើតឡើងគឺខាងកូរ៉េខាងត្បូងគាត់បានបង្កើតក្រុមការងារមួយដែលសហការជាមួយនឹងកម្ពុជាជាមួយនឹងថៃដើម្បីតាមរកឃាតករដែលសម្រាប់និស្សិតនោះដើម្បីដោះស្រាយបញ្ហានោះបាទអញ្ចឹងគឺឥឡូវរកឃើញហើយគឺនៅក្នុងប្រទេសថៃឯណោះទៅវិញទេបាទនៅក្នុងប្រទេសថៃឯណោះទៅវិញទេហើយក៏ខាងកម្ពុជាក៏មានការសហការដដៃដុតជើងណាក៏ប៉ុន្តែរកមិនឃើញបាទឃើញនៅថៃបាទហើយរំលឹកប្រវត្តិទីគឺនិស្សិតរូបនោះគេឲ្យឈ្មោះដឹងតែឈ្មោះនិស្សិតប៉ាកអាយុ22ឆ្នាំបាទត្រូវបានគេបោកប្រាស់យកមកធ្វើការនៅក្នុងតំបន់ scam online ក៏ប៉ុន្តែមិនដឹងជារឿងកើតឡើងយ៉ាងម៉េចក៏បាទបានស្លាប់ហើយគេរកឃើញសាកសពហ្នឹងនៅជិតភ្នំបូកគោកាលពីថ្ងៃទី8ខែសីហាឆ្នាំមុនបាទដែលបានស្លាប់នៅទីនោះបាទគឺរកការធ្វើទារុណកម្មផងដែរនេះបើយោងតាមសេចក្តីរាយការណ៍អញ្ចឹងដូច្នេះទំព័រនឹងមួយបានបិទហើយយើងឃើញហើយថាបាទរវាងជនដែលប្រតិបត្តិការ scam online ហ្នឹងគឺគាត់ប្រើប្រាស់ទាំងកម្ពុជាទាំងថៃបាទធ្វើជាមូលដ្ឋានរបស់គាត់បាទគាត់ទៅសម្រាប់យកលុយយកកាក់ទៅដាក់នៅថៃនៅទិញផ្ទះទិញទំនើបនៅទីនោះបាទអញ្ចឹងនេះគឺជាព័ត៌មានចុងក្រោយដែលខ្ញុំជម្រាបជូនប្រិយមិត្តទាំងអស់គ្នាហើយអរគុណច្រើនប្រិយមិត្តដែលបានចូលមកតាមដានស្ដាប់ព័ត៌មាននេះហើយយើងនឹងជួបគ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងបាទសូមអរគុណសូមជម្រាបលា